កល់មុខតែមិនស្គាល់ចិត្តកូនជាទីស្រឡាញ់មានភាសាខ្មែរយើងបានពោលថាមនុស្សយើងស្គាល់មុខគ្នាតែមិនស្គាល់ចិត្តជាពាក្យដែលត្រឹមត្រូវគ្រប់ពេលវេលាទាំងជាពាក្យដាស់តឿនស្មារតីឲ្យចេះប្រយ័ត្នចំពោះមនុស្សទៀតផងមនុស្សអាចសាងភាពបោកបញ្ឆោតបន្លំភ្នែកអ្នកដទៃយ៉ាងពូកែមើលខាងក្រៅល្អសមសួនតែខាងក្នុងវាជារឿងផ្សេងដូចរូបដែលគេគូជាមួយនឹងរូបពិតអីចឹងឯងរូបគូច្រើនតែល្អស្អាតស្រស់បោះគួរមើលជាងរូបពិតព្រោះមានការតាក់តែងទៅដោយពណ៌ជាដើមមនុស្សដែលសាងភាពខ្លួនឯងឲ្យល្អមើលគឺចាំបាច់ត្រូវតែងទឹកមុខអាកប្បកិរិយានិងការសម្ដែងចេញផ្សេងទៀតព្រមទាំងពាក្យសម្ដីដើម្បីបិទបាំងខាងក្នុងដែលមិនល្អដូច្នេះហើយទើបកើតមានពាក្យថាស្គាល់មុខតែមិនស្គាល់ចិត្តនេះឡើងដូចពោលមុខនេះកាលបើកូននឹងខ្សែគប់ជាមួយអ្នកណាទុកចិត្តអ្នកណាឬធ្វើការងារហ៊ុនជាមួយអ្នកណាត្រូវមើលឲ្យល្អសង្កេតឲ្យយូរកុំមើលត្រឹមតែសម្បកក្រៅត្រូវមើលទៅដល់ការធ្វើការរស់នៅនិងគម្រោងការរបស់គេព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាក៏បីដឹងសិលដោយការនៅរស់ក៏បីដឹងសេចក្តីស្អាតដោយការស្ដាប់សម្ដីក៏បីដឹងកម្លាំងពេលមានឧបសគ្គនិងក៏បីដឹងបញ្ញាដោយការសន្ទនាកូនត្រូវឈប់ដូចតទៅដឹងសិលដោយការនៅរួមគឺនៅជាមួយយូរសង្កេតពិនិត្យដោយការយកចិត្តទុកដាក់ព្រមទាំងមានបញ្ញាយល់ការច្បាស់លាស់ផងដឹងសេចក្តីស្អាតដោយការស្ដាប់សម្ដីគឺស្ដាប់ពាក្យនិយាយមុននឹងពាក្យនិយាយក្រោយសមគ្នាទេម្យ៉ាងទៀតស្ដាប់ពាក្យនិយាយចំពោះមុខនិងកំបាំងមុខដូចគ្នាដែរទេដឹងកម្លាំងពេលមានឧបសគ្គគឺកម្លាំងចិត្តកម្លាំងគំនិតប្រាជ្ញាកម្លាំងគុណធម៌ញាប់ញ័រឬក៏ស្ងប់រងាប់ពេលមានវិបត្តិភយន្តរាយដឹងបញ្ញាដោយការសន្ទនាគឺបញ្ញាក្នុងការសាកសួរបញ្ហាក្នុងការឆ្លើយបើកូនមិនមើលមុខមិនមើលក្រោយឲ្យល្អទេច្រឡំទៅគប់រកឬទុកចិត្តទុកថ្លើមឲ្យការគោរពរាប់អានពេញធឹងវានឹងធ្វើឲ្យកូនមាននូវសេចក្តីសោកព្រោះតែខកចិត្តត្បិតសង្ឃឹមខ្លាំងពេកនឹងឯងចំណែកកូនខ្លួនឯងវិញត្រូវតែស្មោះចំពោះមនុស្សទាំងឡាយជាពិសេសអ្នកដែលទុកចិត្តសង្ឃឹមជឿជាក់ទាំងស្រុងមកលើកូននោះឯងកូនកុំបោកប្រាស់ចិត្តអ្នកណាអសោះស្រឡាញ់គ្នាហើយត្រូវតែស្មោះកូនត្រូវរស់ជាមួយនឹងសុចរិតធម៌ត្រូវសម្ដែងទឹកចិត្តឲ្យអ្នកដទៃបានយល់និងត្រូវឲ្យគេស្គាល់ចិត្តថាពិតជាគ្នាឯងត្រូវតែញញឹមស្នាមញញឹមអាចបង្ហាញពីការរក្សាជំហររបស់អ្នកនៅក្នុងសង្គមមួយជៀសមិនផុតពីមានមនុស្សមិនល្អទោះបីជាបុគ្គលមិនដែលស្គាល់គ្នាពីមុនមកក្តីឬអ្នកធ្លាប់រាប់អានគ្នាតែនឹងមុខក្តីដែលចាំតែរារាំងឈ្នានីសចំអកលក់លើបញ្ឈឺឌឺដងឬក៏ប្រើពាក្យសម្ដីផ្លែផ្កាដាក់យើងក្តីចូលបង្ហាញនូវស្នាមញញឹមដ៏ស្រស់ស្អាតរបស់អ្នកដែលផុសចេញពីក្រអៅបេះដូងពិតៗដើម្បីបញ្ជាក់ថាអ្នកជាមនុស្សរឹងមាំជាពិសេសអ្នកអាចយកឈ្នះចិត្តខាងក្រោតរបស់អ្នកនិងចិត្តរបស់អ្នកដទៃបានរួចប្រឹងអភិវឌ្ឍខ្លួនតាមគន្លងនៃសេចក្តីល្អស្នាមញញឹមគឺជាថ្នាំពេទ្យដ៏ពិសេសដែលអាចផ្ដល់នូវកម្លាំងចិត្តដល់មនុស្សជុំវិញខ្លួនអ្នកបានគ្មាននរណាម្នាក់ស្រឡាញ់ចូលចិត្តរាប់អានជជែកគ្នារស់នៅឬធ្វើការជាមួយនឹងមនុស្សមុខក្រញើមិនសូវរីករាយនោះទេស្នាមញញឹមអាចធ្វើឲ្យឧបសគ្គឬបញ្ហាភ័យខ្លាចបានចូលញញឹមទៅកាន់ពួកវាទាំងអស់នោះរួចនិយាយថាខ្ញុំមិនខ្លាចអ្នកនោះទេបើអ្នកចង់សុខសូមជៀសឲ្យឆ្ងាយពីផ្លូវរបស់ខ្ញុំស្នាមញញឹមព្រះសម្មាសម្ពុទ្ធតែងប្រើនៅពេលដែលឃើញរឿងហេតុអ្វីមួយគួរជាគ្រឿងឧបមាឬលើកយកជាព្រះធម្មទេសនាអប់រំភិក្ខុសង្ឃនិងពុទ្ធបរិស័ទស្នាមញញឹមដែលប្រកបទៅដោយទឹកចិត្តមេត្តាករុណាគោរពស្រឡាញ់រាប់អានចំពោះអ្នកមានគុណមិត្តភក្តិនិងសព្វសត្វទាំងអស់ទោះជាសត្វមានកម្មពៀនឹងគ្នាក្តីរមែងនាំមកនូវភាពកក់ក្ដៅក្នុងចិត្តមិត្តភាពយូរអង្វែង
ព្រមទាំងបនផងដែរខ្លួនជាស្រីសំដីផ្អែមទន់ភ្លន់ប្រានខ្លួនជាស្រីមានយាតបានថ្កានយុះខ្លួនជាស្រីពេលហាស្ដីកុំត្រគោះខ្លួនជាស្រីសាក់ខ្ពង់ខ្ពស់ព្រោះរឹកពីខ្លួនជាស្រីពេលមានប្តីកំបីខ្ជិលខ្លួនជាស្រីឥតមន្ទិលនឹងការងារខ្លួនជាស្រីស្មោះភក្តីមិនរេរីខ្លួនជាស្រីជាភរិយាមានមេត្តាខ្លួនជាស្រីជឿកម្មផលសាងរឿងល្អខ្លួនជាស្រីចិត្តស្មោះសរនឹងសាសនាខ្លួនជាស្រីគូកុំខ្វះទានសីលាខ្លួនជាស្រីត្រូវដឹងថាអ្វីដែលគូឲ្យកាត់ឡើងទើបសេចក្តីល្អនឹងឯងមិនមានក្នុងអ្នកដទៃនោះជាប្រក្រតីយើងតែងទាស់ចិត្តខឹងក្រោធនឹងអ្នកដទៃព្រោះយើងគិតថាអ្នកដទៃមិនឲ្យយើងនៅអ្វីដែលយើងចង់បានប៉ុន្តែបើយើងបានដឹងថាអ្វីដែលមិនមានក្នុងអ្នកដទៃនោះព្រោះមិនមានហេតុមិនមែនព្រោះអ្នកដទៃមិនធ្វើនោះទេដូច្នេះយើងមិនខឹងក្រោធនឹងអ្នកដទៃឡើយសេចក្តីនេះក៏ដូចគ្នានឹងអ្វីដែលមិនមានក្នុងខ្លួនយើងអីចឹងដែរយើងត្រូវការអ្វីពីខ្លួនយើងច្រើនណាស់តែយើងមិនអាចធ្វើឲ្យខ្លួនយើងបានឡើយចាំបាច់និយាយថ្មីដល់ទៅអ្នកដទៃទៀតមេត្តាជាផ្ការិចស្រស់ក្នុងចិត្តមេត្តាញាតិមិត្តសត្រូវទាំងឡាយមេត្តាជាធម៌ត្រជាក់ស្រស់ស្រាយមេត្តាដោយម្ដាយស្រឡាញ់បុត្រភ្ញាមេត្តាន័យថាទូទុនរាប់អានមេត្តាសុខសាន្តបានសុខគ្រប់គ្នាមេត្តាករុណាគ្មានពីវេរាមេត្តាគឺជាធម៌បង្កើតមិត្តមេត្តាអស្ចារ្យរក្សានៅលោកមេត្តាស្រក់ជោគដោយក្តីអាណិតមេត្តាស្មោះស្ម័គ្រឥតមានប្រឌិតមេត្តាជាចិត្តពិតត្រជាក់ស្ងប់ចិត្តចង្អៀតនិងចិត្តទូលាយកូនជាទីស្រឡាញ់មនុស្សខ្លះសំបីក្រីក្រទ្រព្យសម្បត្តិប៉ុន្តែគាត់មានគ្នាច្រើនមានពួកផងរបងជាមួយមកអ៊ូអែនៅពេលដែលគាត់មានការអ្វីនោះគឺគេតែងតែមកជួយគាត់ម្ល៉េះហើយការងារលំបាកក៏ទៅជាងាយស្រួលចំណែកបុគ្គលខ្លះមានទ្រព្យច្រើនមានយសស័ក្តិធំដុំតែបែរជាខ្វះញាតិខ្វះគ្នាខ្វះពួកផងដល់ទៅថាពេលខ្លះមានមនុស្សច្រើនមែនមកចំរូតែនៅក្នុងសភាពទុកចិត្តមិនបានច្រើនព្រោះមកចំរោមរកផលប្រយោជន៍ប៉ុណ្ណោះមនុស្សពីរប្រភេទនេះពិនិត្យរកមើលទៅឃើញថាមិនខ្វះទេក្នុងសង្គមបច្ចុប្បន្នតាមដែលពិតនោះគ្នានេះសំខាន់ណាស់មានការចាំបាច់នៅក្នុងសង្គមគឺត្រូវធ្វើការជាមួយគ្នាត្រូវតាក់ទងគ្នាបើមិនរឿងនេះក៏រឿងនោះដែរហេតុអ្វីដែលធ្វើឲ្យមនុស្សយើងមានគ្នាច្រើនស្រឡាញ់ស្មោះចំពោះគ្នាមានទឹកចិត្តចង់ជួយគ្នាពិតរក្សាគ្នាទៅវិញទៅមកពេលមានការចាំបាច់ក៏មកជួយដោះមិនបាច់ហៅរកហើយមានអ្វីបន្តិចបន្តួចក៏ហុចគ្នាគឺព្រោះហេតុមកពីមានចិត្តទូលាយនោះឯងមនុស្សមានចិត្តទូលាយរមែងមានគ្នាច្រើនផ្ទុយអំពីមនុស្សដែលអត់ទឹកចិត្តជាមនុស្សចិត្តចង្អៀតរមែងខ្វះនៅគ្នានៅពេលចាំបាច់នឹងរកមនុស្សមកជួយបានដោយលំបាកពេលកូនដឹងដូច្នេះហើយក៏សូមឲ្យកូនជាមនុស្សចិត្តទូលាយកុំជាមនុស្សចិត្តចង្អៀតមានអ្វីជួយអ្នកដទៃបានក៏ជួយទៅកុំកំណាញ់កុំស្ដាយព្រោះនេះជាទឹកចិត្តបុណ្យរបស់កូនអ្នកណាកាត់ទុករឿងអ្វីល្មមកូនជួយបានក៏ជួយទៅយ៉ាងហោចណាស់ក៏ជួយឲ្យកម្លាំងចិត្តគេដែរមនុស្សយើងពេលមានទុក្ខបានឃើញអ្នកដទៃមកសាក់សួរដោយអើពើមកជួយផ្ដោះកម្លាំងចិត្តឲ្យក៏មានទឹកចិត្តតស៊ូក្នុងជីវិតមិនត្រមុកត្រមោចកណ្ដោចកណ្ដែងកើតមកជាមនុស្សកូនណាយធ្វើម៉េចនឹងឲ្យមានសុខសមតាមប្រាថ្នាជារៀងរហូតទៅបាននោះគង់តែមានថ្ងៃដែលត្រូវមានទុក្ខខ្លះពុំខានដល់ថ្ងៃមានទុក្ខមកដល់កូននឹងបានដឹងដល់ទឹកចិត្តរបស់មិត្តភក្តិគ្នាពួកផងរបងជាមួយនោះថាជាទឹកថ្នាំដ៏វិសេសសម្រាប់លាបស្រឡះដោយចិត្តសន្តានរបស់កូនឲ្យកក់ក្ដៅឲ្យកើតការសង្ឃឹមនិងឲ្យមានព្យាយាមតស៊ូជំនះឧបសគ្គយ៉ាងពិតប្រាកដគំនុំសងសឹកកូនជាទីស្រឡាញ់កូនធ្លាប់មើលភាពយន្តចិន
មានរឿងពិភពគុណហាត់ចម្រើនកម្លាំងធាតុដើម្បីប្រយុទ្ធស្លាប់រស់ដោយកាន់យកកតិមួយថាគំនុំឈាមត្រូវតែយកឈាមមកសងឬគំនុំត្រូវតែសងសឹកជាចុងក្រោយបពុតទាំងសងខាងត្រូវស្លាប់ស្ទើរតែទាំងអស់នោះគ្រាន់តែជាភាពយន្តតែបើគិតឲ្យល្អនាំឲ្យបាននៅគំនិតមួយថាគំនុំនឹងការសងសឹកនោះមិនល្អឡើយជាការពិតណាស់កូនណាគំនុំសងសឹកវាមិនល្អឡើយបើមានអ្នកណាមកធ្វើឲ្យកូនទាស់ចិត្តរហូតដល់ធ្ងន់ធ្ងរយ៉ាងណាបើកូនទ្រាំបានល្អណាស់កូនគឺកូនត្រូវតែទ្រាំកូនចាំបាច់យកចិត្តទុកដាក់ជ្រមុជជ្រមុលទៅក្នុងរឿងសងសឹកនោះធ្វើអ្វីវាធ្វើឲ្យតែកូនញាប់ញ័រក្តៅក្រហាយចិត្តខឹងក្រោធពុះកញ្ជ្រោលរហូតរកសុខរស់ស្ងប់មិនបាននឹងអស់ពេលវេលាទៅទទេដោយឥតប្រយោជន៍កូនណាគំនុំគឺជាភ្លើងវាដុតរួចចិត្តនឹងគំនិតរបស់យើងឲ្យក្តៅរស់រាយគ្រប់ពេលវេលាធ្វើឲ្យយើងងប់ជ្រប់នៅតែជាមួយនឹងគំនិតគិតសងសឹកជានិច្ចជាបិសាចបំផ្លាញពេលវេលានិងសេចក្តីសុខក្នុងជីវិតយើងព្រមទាំងគ្រួសាររបស់យើងយ៉ាងពិតប្រាកដតែម្ដងព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាអ្នកឈ្នះតែងប្រទះនៅពីអ្នកចាញ់រមែងដូចជាទុកឯអ្នកដែលស្ងប់រម្ងាប់បានលះបង់នៅការឈ្នះចាញ់ចោលហើយរមែងនៅជាសុខគ្រប់អរិយាបថទាំង4កូនណាយបើអ្នកណាមកធ្វើឲ្យកូនខឹងក្រោធកូនអាចចោលបានក៏ចោលទៅឲ្យអភ័យបានក៏ឲ្យទៅចិត្តកូននឹងបានសប្បាយមិនខូចសុខភាពរបស់ចិត្តឡើយការគិតតែពីរឿងសងសឹកគ្រាន់តែដើម្បីអស់គំនុំដើម្បីឲ្យសមចិត្តនោះពេលខ្លះអាចធ្វើឲ្យសមចិត្តនិងសប្បាយចិត្តបានប៉ុន្តែបានត្រឹមមួយពេលមួយរយៈប៉ុណ្ណោះព្រោះផលនៃការសងសឹកបាននោះនៅមានទៀតតែលើកក្រោយនេះកាចសាហាវណាស់វាតាមកឲ្យយើងមានទុក្ខខ្លាំងខ្លាអាចរហូតមួយជីវិតក៏បានដូចជាសងសឹកហើយត្រូវរត់គេចមិនអាចរស់នៅក្នុងកន្លែងដើមបានសងសឹកហើយខ្លួនឯងត្រូវទៅដេកនៅក្នុងគុក10ឆ្នាំ20ឆ្នាំឬរហូតអស់មួយជីវិតដូច្នេះមិនប្រសើរឡើយហើយត្រូវជាប់ពីវេរានឹងគ្នាតទៅជាតិក្រោយទៀតផងការដែលនឹងបណ្ដុតភ្លើងគំនុំនោះបាននៅត្រង់ការឲ្យអភ័យនិងនៅត្រង់ការមិនចង់ពីមិនមែននៅត្រង់ការចង់ពីនោះទេព្រោះពីវេរាត្រូវស្ងប់ដោយការមិនចង់ពីជាប្រកបបើភ្លើងគំនុំនៅមិនទាន់រលត់ទេគឺមិនអាចរកសេចក្តីសុខស្ងប់ក្នុងជីវិតបានឡើយចិត្តល្អប្រសើរជាងរូបល្អរូបសល្អរាងគូស្រឡាញ់តែចាញ់ល្អចិត្តគំនិតជាមិនយូរប៉ុន្មានរូបជរាឯចិត្តល្អជាមិនចាស់ឡើយកូនមាសឪពុកចូលកុំភ្លេចធម៌ថ្លៃជាងពេជ្រនាំដល់ត្រើយមានរូបមានរោគឥតស្រាក់ស្បើយកូនណាយព្រះធម៌មិនចេះឈឺបើកូនរៀនធម៌អប់រំចិត្តប្រព្រឹត្តសុចរិតចិត្តកូនភ្លឺជីវិតត្រូវស្លាប់រូបត្រូវឈឺប៉ុន្តែចិត្តភ្លឺមិនស្លាប់ទេចិត្តភ្លឺខ្លាំងជាងសូរិយាភ្លឺដោយបញ្ញាចិត្តទំនេរកើតចាស់ឈឺស្លាប់ព្រោះក្តីស្នេហ៍ឯចិត្តទំនេរផុតទុក្ខហងចិត្តល្អមិនជរាព្រះធម្មាមិនចេះឈឺខាត់ចិត្តឲ្យបានភ្លឺមានពន្លឺផុតក្តីស្លាប់កូនត្រូវរឹងមាំឪពុកម្ដាយការដែលចិញ្ចឹមកូនទម្រាំតែកូនធំនឹងក្តីមកទល់នឹងពេលនេះគឺត្រូវជួបឧបសគ្គរារាំងបញ្ហាគ្រប់យ៉ាងរឿងរ៉ាវគ្រប់សពទាំងល្វីងជូរចត់កំសត់ក្រីក្រលំបាកទាំងអស់នេះឪពុកម្ដាយបានឆ្លងកាត់រួចអស់ហើយឥឡូវដល់វេនកូនម្ដងសូមកូនចាំថាអត្តភាពជាមនុស្សនេះគឺពោរពេញទៅដោយបញ្ហាគ្រប់យ៉ាងក្តីទុក្ខលំបាកទាំងផ្លូវកាយក្តីទាំងផ្លូវចិត្តក្តីបើកូនជាមនុស្សទន់ជ្រាយខ្វះសតិបញ្ញាគ្រប់គ្រងខ្លួនឯងនោះកូននឹងគ្មានសមត្ថភាពដោះស្រាយវាឡើយហើយបញ្ហានឹងរត់ទៅចូលមកកាន់ជីវិតកូនធ្វើបាបកូនដោយគ្មានការប្រណីឡើយដូច្នេះសូមឲ្យកូនជាមនុស្សរឹងមាំរឹងប៉ឹងទាំងផ្លូវកាយទាំងផ្លូវសតិស្មារតីនៅពេលមានបញ្ហាកើតឡើងកូនក៏ព្រមទទួលយករួចដោះស្រាយវាតាមសម្រួលនិងព្រមទទួលស្គាល់ថានេះឯងគឺជាជីវិតចំណែករឿងខ្លះគឺតម្រូវឲ្យកូនដោះស្រាយតាមផ្លូវចិត្តព្រោះភាពស្មុគស្មាញការច្របូកច្របល់ទុក្ខកង្វល់ផ្លូវចិត្តទាំងឡាយគឺជាបញ្ហាដ៏ធំដែលអាចធ្វើឲ្យមនុស្សម្នាក់បាត់បង់ម្ចាស់ការខ្លួនឯង
ឬដល់ថ្នាក់ធ្វើអត្តឃាតក៏មានដែរប្រសិនបើកូនអប់រំទូមានចិត្តឲ្យល្អមានសតិបញ្ញានិងទំនួលខុសត្រូវខ្ពស់ចម្រើនការយល់ដឹងទាំងផ្លូវលោកទាំងផ្លូវធម៌នោះបញ្ហាទាំងឡាយមិនសូវហ៊ានមកជួបមុខកូនឡើយកូនត្រូវជាមនុស្សស្មោះត្រង់កូនជាទីស្រឡាញ់ការស្មោះត្រង់ប្រៀបបីដូចជាទឹកសម្រាប់ស្រោចដំណាំមិនឲ្យស្វិតយ៉ាងណាជីវិតពិតជាស្រស់បំព្រងប្រភាពស្មោះត្រង់របស់ខ្លួនយ៉ាងនោះឯងមនុស្សយើងនៅជាមួយអ្នកណាធ្វើការងារជាមួយអ្នកណាក៏គួរតែស្មោះត្រង់ជាមួយអ្នកនោះថែមទាំងស្មោះចំពោះការងារនិងស្មោះចំពោះពាក្យនិយាយរបស់ខ្លួនឯងទៀតផងការស្មោះត្រង់នោះក៏គឺជាការពិតប្រាកដក្នុងចិត្តមកពោលស្ដីអ្វីៗជាសម្ដីផ្កាអ្នកណាក៏ចូលចិត្តជាពាក្យពិតត្រង់ជាមួយចិត្តត្រង់ជាមួយការងារកូនប្រុសស្រីត្រូវតែតម្កល់ខ្លួនឲ្យមាំនៅក្នុងសេចក្តីស្មោះត្រង់គឺត្រង់ទៅត្រង់មកធ្វើអ្វីក៏ចាប់យកការស្មោះត្រង់ជាទីតាំងសម្បីបានផលប្រយោជន៍ទ្រព្យសម្បត្តិតិចតួចក៏ដោយក៏កូនកុំបោះបង់នៅសេចក្តីល្អបែបនេះអស់សោះអ្នកណាក៏យល់ថាការវាយវេឬការយកប្រៀបលើអ្នកដទៃទើបជាសេចក្តីឆ្លាតក៏ស្រេចតែអ្នកនោះទៅចុះបើគេថាកូនជាមនុស្សល្ងង់ឬភ្លើកូននៅតែជាមនុស្សឆ្លាតរបស់ពុកម៉ែដដែលព្រោះមនុស្សឆ្លាតទើបចេះជួយខ្លួនឯងឲ្យផុតពីបាបកម្មបើកូនមិនស្មោះត្រង់ហើយតែធ្វើខុសក្នុងរឿងអ្វីមួយនោះត្រូវគេចាប់បានអ្នកដែលថាយើងស្មោះត្រង់គឺល្ងង់ឬអ្នកដែលញុះញង់ឲ្យកូនទៅធ្វើខុសនោះគេមិនបានមកជួយកូនឡើយកូនត្រូវទទួលទោសតែម្នាក់ឯងតែបើកូននៅតែធ្វើការដ៏ស្មោះត្រង់ល្អពិតមុនដំបូងកូនអាចលំបាកកាយតែសប្បាយចិត្តរួចហើយក្នុងការខាងក្រោយគឺកូនមិនត្រូវបានទទួលនូវទុក្ខទោសអ្វីរហូតតទៅ